អនុទិនចានវិរៈគុណនឹងប្រាប់ចិនថាចង់ពឹងពាក់ចិនឲ្យជួយសម្របសម្រួលទំនាស់ព្រំដែនជាមួយកម្ពុជាអានេះគឺជាកលល្បិចពញាពេលទេពីព្រោះអនុទិនវាកំពុងតែល្ងីល្ងើអត់ដឹងថាទៅទិសណាទេចំណែកឈ្មួញសង្គ្រាមឈ្លានពានថៃដែលនៅពីក្រោយខ្នងអនុទិនកំពុងតែចង់ដើរចូលក្នុងអន្ទាក់ដែលកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីប្រើប្រាស់យន្តការអន្តរជាតិការពារទឹកដីការប្តឹងទៅ ICJ ត្រូវបានថៃបដិសេធ compulsory jurisdiction កាលពីខែមិថុនាឆ្នាំ2025តែសៀមវាគម្រាមចង់លុប MOU ឆ្នាំ2000ចោលបើសិនវាហ៊ានវានឹងហ៊ានប្រឈមតឹងសមរភូមិ2លើទឹកដីហើយនឹងទឹកសមុទ្រទឹកសមុទ្រវាចូលក្នុង compulsory conciliation រីឯទឹកដីវាក៏អាចដើរចូលក្នុងតុលាការយុត្តិធម៌អន្តរជាតិដែរនេះគឺជាភាពល្ងើលរបស់ថៃ